កាតាបញ្ជាក់ពីវត្តមានបេសកជនអាមេរិកនៅឌូហាគណៈទទូចឲ្យធានាសេរីភាពនាវាចរនៅច្រកសមុទ្រហូម៉ូសនៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃអង្គារទី30ខែមិថុនាឆ្នាំ2026នេះនៅរដ្ឋធានីដូហាអ្នកនាំពាក្យក្រសួងការបរទេសកាតាលោកវិជ្ជបណ្ឌិត Majed Al-Ansari បានបញ្ជាក់ជាផ្លូវការថាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកគឺលោក Steve Witkoff និងលោក Jared Kushner កំពុងតែមានវត្តមាននៅក្នុងរដ្ឋធានីដូហានាពេលបច្ចុប្បន្នលោកបានបញ្យល់ថាដំណើរទស្សនកិច្ចរបស់បេសកជនអាមេរិកទាំងពីររូបនេះមានគោលបំណងជួបពិភាក្សាការងារជាមួយនឹងក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតាជុំវិញបញ្ហាសន្តិសុខនៅក្នុងតំបន់ដែលផ្ដោតសំខាន់ទៅលើកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ព្រមទាំងស្ថានភាពចំនួននៅប្រទេសលីបង់លោកបានបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងដំណាក់កាលនេះមិនទាន់មានគម្រោងរៀបចំកិច្ចប្រជុំដែលផ្ទាល់នៅក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់រវាងមន្ត្រីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅឡើយទេទោះជាយ៉ាងណាដំណើរកិច្ចចរចាកម្រិតបច្ចេកទេសនៅតែបន្តប្រព្រឹត្តទៅជាបន្តបន្ទាប់ចាប់តាំងពីភាគីទាំងពីរសម្រាប់បាននៅអនុស្សរណៈយោគយល់គ្នា MOU មកឆ្លើយតបទៅនឹងភាពតានតឹងជុំវិញច្រកសមុទ្រហូម៉ូសលោក Majed Al-Ansari បានបញ្ជាក់សារជាថ្មីអំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រទេសកាតាដោយសង្កត់ធ្ងន់ថាច្រកសមុទ្រនេះគឺជាផ្លូវទឹកអន្តរជាតិដូច្នេះសេរីភាពនៃការធ្វើនាវាចរពាណិជ្ជកម្មត្រូវតែទទួលបាននូវការធានាហើយមិនត្រូវបានរងការគំរាមកំហែងឬការរាំងស្ទះនៅក្នុងកលៈទេសៈណាមួយឡើយដើម្បីដោះស្រាយបញ្ហានេះលោកបានបង្ហាប់ឲ្យដឹងថាបណ្ដាញទំនាក់ទំនងនិងយន្តការសម្របសម្រួលមួយត្រូវបានបង្កើតឡើងដោយជោគជ័យដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនិងទប់ស្កាត់ការកើនឡើងនៃជម្លោះនៅក្នុងរយៈពេលថ្មីៗនេះលោកក៏បានសម្ដែងនូវក្តីសង្ឃឹមថាកិច្ចពិភាក្សាកម្រិតបច្ចេកទេសដែលកំពុងបន្តដំណើរការនឹងអាចឈានទៅរកការដោះស្រាយដ៏ទូលំទូលាយមួយនៅក្នុងរយៈពេល60ថ្ងៃស្របតាមអនុស្សរណៈយោគយល់គ្នា MOU ពាក់ព័ន្ធទៅនឹងបញ្ហាចម្រូងចម្រាសជុំវិញការដោះលែងទ្រព្យសម្បត្តិរបស់រដ្ឋអ៊ីរ៉ង់លោក Majed Al-Ansari បានបកស្រាយថាប្រទេសកាតាមិនមែនជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងអស់នោះឡើយប៉ុន្តែគ្រាន់តែជាអ្នករក្សាទុកតាមកិច្ចព្រមព្រៀងប៉ុណ្ណោះលោកបានបញ្ជាក់ថាទឹកប្រាក់ចំនួន$6,000 លានអាមេរិកអ៊ីរ៉ង់កំពុងរក្សាទុកក្នុងធនាគាររបស់ប្រទេសកាតាក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ2023នៅតែរក្សាទុកដដែលហើយមិនទាន់មានការផ្ទេរឬការផ្លាស់ប្ដូរទីតាំងនោះទេលោកបានបញ្ជាក់បន្ថែមថាបើទោះបីជាបញ្ហាការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កកនេះត្រូវបានដាក់បញ្ចូលនៅក្នុងអនុស្សរណៈយោគយល់គ្នា MOU ក៏ដោយប៉ុន្តែការអនុវត្តជាក់ស្ដែងនឹងអាស្រ័យទាំងស្រុងទៅលើលទ្ធផលនៃកិច្ចចរចាបន្តរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ពាក់ព័ន្ធនឹងទិសដៅនៃការស្វែងរកសន្តិភាពលោកបានគូបញ្ជាក់អំពីទស្សនៈរបស់ប្រទេសកាតាថាបញ្ហាទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ារួមទាំងបញ្ហាពាក់ព័ន្ធទៅនឹងអ៊ីរ៉ង់គួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនានៅក្នុងក្របខ័ណ្ឌតំបន់លោកបានបន្ថែមថាបច្ចុប្បន្នប្រទេសកាតាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្ដាប្រទេសជាដៃគូនិងភាគីពាក់ព័ន្ធដើម្បីជំរុញឲ្យដំណើរការសន្ទនានេះទទួលបាននូវលទ្ធផលជាក់ស្ដែងនិងសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ជាចុងបញ្ចប់នៃសន្និសីទព័ត៌មានអ្នកនាំពាក្យរូបនេះបានសម្ដែងនូវសេចក្តីសោកស្ដាយនិងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្មដែលបានកើតឡើងនាពេលថ្មីៗនេះនៅក្នុងដែនទឹក